ចាជំរាបសួរកូនទាំងអស់គ្នាអរគុណព្រះសម្រាប់ថ្ងៃនេះអ្នកគ្រូមានមេរៀនភាសាខ្មែរសម្រាប់បង្ហាញកូនទាំងអស់គ្នាចាអញ្ចឹងថ្ងៃនេះគឺមេរៀនរបស់យើងមេរៀនទី35រឿងទឹកចិត្តប៉ូលីសចាអញ្ចឹងថ្ងៃនេះយើងនឹងសិក្សាជាមួយគ្នាតទៅនឹងរឿងទឹកចិត្តរបស់ប៉ូលីសចាហើយអ្នកគ្រូបានលើកយកចំណុចកនៅក្នុងមេរៀនចាចំណុចកគឺពន្យល់ពាក្យចាអញ្ចឹងថ្ងៃនេះអ្នកគ្រូមានពាក្យចំនួន3សម្រាប់បញ្យល់បង្ហាញកូនទាំងអស់គ្នាចាអញ្ចឹងសូមទៅមើលពាក្យទី1ជាមួយអ្នកគ្រូចាពាក្យទី1គឺយើងអានថាភ្លើងសញ្ញាចរាចរណ៍ចាភ្លើងសញ្ញាចរាចរណ៍ថាពាក្យជានាមចាដែលមានន័យថាជាភ្លើងសម្រាប់បញ្ជាការធ្វើដំណើរទៅមកដែលមាន3ពណ៌ដើម្បីសម្រួលការធ្វើដំណើរកុំឲ្យកកស្ទះឬមានគ្រោះថ្នាក់ចាអញ្ចឹងភ្លើងសញ្ញាចរាចរណ៍នៅក្នុងប្រទេសរបស់យើងចាហើយនៅប្រទេសផ្សេងៗដូចគ្នាដែរគឺមានចំនួន3ចាមានចំនួន3ពណ៌ចាអញ្ចឹង3ពណ៌នោះគឺមានពណ៌ចាទី1គឺមានពណ៌ក្រហមចាអញ្ចឹងពណ៌ក្រហមនោះគឺជាពណ៌ដែលអ្នកដំណើរទាំងអស់គឺត្រូវតែឈប់នៅពេលដែលឃើញភ្លើងពណ៌ក្រហមគឺការធ្វើដំណើរគឺត្រូវតែឈប់ចាដើម្បីអីគាត់នឹងអត់ចាដើម្បីកុំឲ្យមានគ្រោះថ្នាក់ចាហើយភ្លើងទី2នេះពណ៌ទី2នេះគឺពណ៌លឿងនេះគឺវាមានមុខងារប្រយ័ត្នហើយពណ៌មួយទៀតគឺពណ៌បៃតងចាពណ៌បៃតងនោះគឺជាពណ៌ដែលយើងអាចធ្វើដំណើរទៅមុខបានអញ្ចឹងភ្លើងសញ្ញាចរាចរណ៍គឺមាន3ពណ៌ក្រហមលឿងហើយនិងបៃតងចាអញ្ចឹងពេលដែលមនុស្សគ្រប់គ្នាគោរពទៅលើភ្លើងសញ្ញាទាំង3នេះគឺធ្វើឲ្យគ្រប់គ្នាទទួលបានសុវត្ថិភាពចាហើយធ្វើដំណើរទៅដល់គោលដៅគ្រប់គ្នាចំណុចមួយទៀតតកតងជាមួយថ្មើរជើងចាថ្មើរជើងថ្នាក់ពាក្យជានាមការធ្វើដំណើរដោយដើរចាថ្មើរជើងការធ្វើដំណើរដោយដើរចាអញ្ចឹងឧទាហរណ៍ដូចជាសិស្សានុសិស្សមួយចំនួនចាភាគច្រើនផ្ទះគាត់ចិត្តសាលាអញ្ចឹងគាត់តែធ្វើដំណើរថ្មើរជើងដើរទៅសាលារៀនចាទីក្រុងភ្នំពេញចានៅផ្លូវមាត់ទន្លេចាគឺរៀងរាល់ថ្ងៃសៅរ៍ថ្ងៃអាទិត្យគឺមានការដើរថ្មើរជើងមានន័យថាគឺមិនអនុញ្ញាតឲ្យម៉ូតូឬក៏ឡានធ្វើដំណើរនោះទេចាគឺយើងអាចដើរថ្មើរជើងទៅមកនៅតាមផ្លូវនៅមាត់ទន្លេចានៅកន្លែងផ្លូវមុខវាំងកូនចាអញ្ចឹងនេះគឺជារូបភាពដែលបង្ហាញពីផ្លូវថ្មើរជើងពាក្យទី3មហាវិថីចាមហាវិថីថ្នាក់ពាក្យជានាមផ្លូវធំនៅក្នុងរាជធានីអញ្ចឹងឥឡូវកូនមើលបើនេះជារូបភាពដែលបង្ហាញអំពីផ្លូវចាផ្លូវនៅក្នុងទីក្រុងភ្នំពេញយើងគឺមានផ្លូវធំច្រើនមែនទែនចាខ្វាត់ខ្វែងអញ្ចឹងប្រសិនបើកូនជិះទៅជាមួយប៉ាម៉ាក់កូននឹងក៏លេចឃើញថាអូផ្លូវខាងមុខក៏ធំខាងក្រោយក៏ធំឆ្វេងស្ដាំគឺសិតតែផ្លូវធំទាំងអស់ចាអញ្ចឹងផ្លូវធំហ្នឹងគឺគេហៅថាមហាវិថីអ្នកគ្រូមានប៉ុណ្ណឹងសម្រាប់មេរៀនថ្ងៃនេះសង្ឃឹមថាកូនទាំងអស់គ្នានឹងយល់ហើយក៏ជាចំណេះដឹងមួយបន្ថែមសម្រាប់កូនទាំងអស់គ្នារាប់ទៀនពើកូនជម្រាបលា